សូមជម្រាបសួរពុកម៉ែបងប្អូនបាទនេះគឺជាទស្សនវិជ្ជានៃការប្រឡងនៅព្រឹកថ្ងៃទី2វេលាម៉ោង11បាទឥឡូវនៅសាលាបឋមសិក្សាហ៊ុនសែនអាចារ្យលក្ខនៅខេត្តកំពង់ធំបាទទស្សនវិជ្ជានេះគឺមេដាបេដាក៏ដូចជាកងកម្លាំងសមត្ថកិច្ចក៏បានរៀបចំហើយចិត្តចេញហើយបាទនេះទាំងកងកម្លាំងទាំងបងប្អូនជាប្រតិជាអាណាព្យាបាលត្រៀបត្រានៅតាមដងផ្លូវក៏ដូចជានៅមុខសាលារៀនហើយនៅមុខសាលាបឋមសិក្សាហ៊ុនសែនអាចារ្យលក្ខហ្នឹងក៏មានមណ្ឌលប្រឡងមួយដែរនៅវិទ្យាល័យកំពង់ធំតែនៅមណ្ឌលវិទ្យាល័យកំពង់ធំនឹងមាន2មានវិទ្យាល័យកំពង់ធំកើតនិងវិទ្យាល័យកំពង់ធំលេខបាទហើយយើងឃើញថាទស្សនវិជ្ជានៃការរងចាំទាំងរថយន្តទាំងម៉ូតូទាំងអ្នកឈរអង្គុយចាំបាទនេះគឺតែច្រើនអារម្មណ៍អ្នករងចាំហ្នឹងគឺរងចាំតែកូនចេញមកដល់គឺមានអារម្មណ៍ថាគាត់សប្បាយឬក៏ទស្សនវិជ្ជាហ្នឹងគាត់ខ្លះភ័យបាទនេះគឺវិទ្យាល័យកំពង់ធំដែលមាន2មណ្ឌលបាទនេះគឺជាទស្សនវិជ្ជាទាំងនិយាយទៅសមត្ថកិច្ចគឺត្រៀមលក្ខណៈរួចជាស្រេចដើម្បីជួយសម្របសម្រួលអន្តរាគមន៍ការពារសុវត្ថិភាពជាពិសេសគឺកុំឲ្យមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍បាទហើយក្នុងនោះក៏សូមជម្រាបលាទៅដល់បងប្អូនជាបេក្ខជនក៏ដូចជាអាណាព្យាបាលសូមចូលរួមបើកបរឲ្យមានការប្រុងប្រយ័ត្នជៀសវាងគ្រោះថ្នាក់ដែលជាយថាហេតុណាមួយបាទហើយថ្ងៃនេះគឺជាថ្ងៃទី2ព្រឹកសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងគឺថ្ងៃទី10និងថ្ងៃទី11បាទសូមជំបញ្ជាក់ផងដែរថាសម្រាប់នៅខេត្តកំពង់ធំគឺយើងមាន13មណ្ឌលប្រឡងហើយនៅក្នុងនោះក្រុងសឹងសែនមានចំនួន11មណ្ឌលនិង2ស្រុកដែលមានស្រុកសន្ទុកនៅអនុវិទ្យាល័យថ្នោតបែកនិងស្រុកសន្ទុះស្រុកកំពង់ស្វាយមានអនុវិទ្យាល័យថ្នោតបែកនិងស្រុកសន្ទុកមានបឋមអនុបញ្ញាជីបាទហើយក៏យើងឃើញថាមានបេក្ខជនប្រឡងជាង 5000 នាក់ផងដែរបាទក្រោមកិច្ចដឹកនាំសម្របសម្រួលពីឯកឧត្តមបាលខេត្តក៏ដូចជាកងកម្លាំងឃើញថាការខិតខំដើម្បីការពារសុវត្ថិភាពក៏ដូចជារក្សានៅសណ្ដាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋដូច្នេះសូមឲ្យបងប្អូនមានការយោគយល់អធ្យាស្រ័យគោរពសិទ្ធិបាទព្រោះថាកងកម្លាំងយើងមកមានញឹកអត់នឿយដូច្នេះសូមឲ្យចូលរួមទាំងអស់គ្នាដើម្បីរក្សានៅសណ្ដាប់ធ្នាប់ទាំងអស់គ្នាបាទ